បងប្អូនគ្នានៅពេលនេះកាន់តែភ្លឺភ្នែកហើយពាក់ព័ន្ធទៅនឹងប្រាសាទតាមាន់ធំគឺជារបស់បាទកម្ពុជាយ៉ាងពិត 100% សូម្បីតែផែនទីរបស់ថៃដែលថៃបានគូសដោយឯកតោភាគីដែលគេហៅថាស៊េរី L7017 ឬក៏ខ្សែបន្ទាត់បាទឯកតោភាគីរបស់ថៃបើយើងយោងទៅតាម1លើ50000បាទដែលថៃគេបានគូទៅខ្លួនឯងហ្នឹងបាទក៏បញ្ជាក់ថាប្រាសាទតាមាន់ធំហ្នឹងគឺស្ថិតនៅក្នុងដែនដីអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាដែរមកទល់នឹងពេលនេះតើថៃមានបាទចេតនាអ្វីពិតប្រាកដបាទចេតនាអ្វីចេតនាដើម្បីតែអំណាចដើម្បីតែប្រជាប្រិយភាពឬក៏ដើម្បីតែការលួងចិត្តប្រជាជនខ្លួនឯងបែបនេះនៅពេលដែលយើងប្រឹងភូតប្រជាជនខ្លួនឯងបែបនេះបាទវាមិនខុសពីយើងបង្កសង្គ្រាមឲ្យប្រទេសទាំងពីរឆ្លោះគ្នារាប់ទសវត្សរ៍នោះទេនៅពេលដែលយើងបង្កើតទៅជាព័ត៌មានអញ្ចឹងបាទប្រជាជនក្រោយឬក៏យុវជនក្រោយឬក៏កូនក្មេងដែលកើតមកក្រោយវានៅតែគិតថាអានោះលួចរបស់អញអានោះលួចរបស់អញទាំងដែលការពិតមើលនៅលើផែនទីជាក់ស្ដែងកម្ពុជាមិនដែលបានទៅប៉ះពាល់ឬក៏លួចរបស់ស្អីនោះទេកម្ពុជាបាទបាត់បង់ច្រើនមែនទែនទាំងបាទប្រហែលខេត្តជាង10ខេត្តបាទទៅលើថៃបាទខ្មែរសរិនចេះខ្មែរច្រើនមែនទែនក៏ប៉ុន្តែពួកគាត់ដែលសារតែរស់នៅប្រទេសថៃបាទសុខសប្បាយអត់សូវមានការធ្វើទុកបុកម្នេញដូចនៅវៀតណាមបាទវៀតណាមខ្មែរក្រោមយើងគឺគេធ្វើទុកបុកម្នេញខ្លាំងមែនទែនក៏ប៉ុន្តែយើងទៅសារទៅកាន់បាទបងប្អូនខ្មែរក្រោមយើងដែលគាត់រស់នៅប្រទេសវៀតណាមណាគឺពួកគាត់អត់ដែលបំភ្លេចវប្បធម៌ជាខ្មែរនោះទេបាទគាត់មានទាំងវត្តមានទាំងសាសនាបាទមានទាំងការរៀនភាសាខ្មែរឲ្យចងចាំថាយើងគឺជាតិសាសន៍របស់ខ្មែរមិនមែនជាជាតិសាសន៍របស់វៀតណាមទេក៏ប៉ុន្តែខុសពីបាទជាតិសាសន៍នៅលើប្រទេសថៃបាទប្រហែលខេត្តនៅខេត្តសរិនហ្នឹងការមកវឹកសង្គ្រាមបងប្អូនទាំងអស់គ្នាប្រហែលជាដឹងអីខ្មែរសរិនហ្នឹងថែមទាំងចោតថែមទាំងជេរថាខ្មែរហ្នឹងគឺលួចវប្បធម៌របស់ថៃទៅទៀតអញ្ចឹងបានថានៅពេលដែលយើងស្គាល់ខ្លួនឯងមិនច្បាស់បាទអញ្ចឹងឯងក៏ប៉ុន្តែរឿងរ៉ាវនេះយើងនិយាយតែប៉ុណ្្នឹងយើងមកនិយាយពាក់ព័ន្ធទៅនឹងខ្សែបន្ទាត់ព្រំដែនដែលការវិវាទថ្មីកន្លងទៅនេះដែលថៃក៏បានបញ្ចេញណាគឺខ្សែបន្ទាត់ព្រំដែនដែលហៅកាថា1លើ50000ឬក៏ថៃគេហៅថា L7017 នោះក៏បង្ហាញថាប្រាសាទតាមាន់ធំនេះក៏ស្ថិតនៅក្នុងទឹកដីរបស់ប្រទេសកម្ពុជាយ៉ាងដែរនៅព្រឹកថ្ងៃទី21ខែកក្កដាឆ្នាំ2026នេះក្រសួងព័ត៌មានបានដកស្រង់នៅការបញ្ជាក់ពីមន្ត្រីបាទរដ្ឋលេខាធិការដ្ឋានបាទពាក់ព័ន្ធទៅនឹងកិច្ចការបន្តព្រំដែនបាទរឿងរ៉ាវទៅនឹងបាទប្រាសាទតាមាន់ធំតាមការបញ្ជាក់ពីក្រសួងព័ត៌មានបានឲ្យដឹងថាយោងទៅតាមមន្ត្រីរដ្ឋលេខាធិការកិច្ចការព្រំដែនកម្ពុជាបានបង្ហាញនៅភាពបាទច្បាស់លាស់មួយពាក់ព័ន្ធទៅនឹងផែនទីភ្ជាប់បញ្ជាក់ឲ្យដឹងថាប្រាសាទតាមាន់ធំស្ថិតនៅក្នុងទឹកដីកម្ពុជាបើយើងយោងទៅតាមផែនទីបាទធរមាត្រ1លើ2000និងកំណត់ហេតុគេហៅកាថា PV បោះបង្គោលរបស់គណៈកម្មការដូចិនសៀមឆ្នាំ1908រហូតដល់ឆ្នាំ1914បន្ថែមពីលើនេះកាន់តែច្បាស់ទៅទៀតពាក់ព័ន្ធទៅនឹងប្រាសាទតាមាន់ធំគឺស្ថិតនៅក្នុងទឹកដីប្រទេសកម្ពុជានេះបើយើងយោងទៅតាមផែនទី L7017 បាទធរមាត្រ1លើ50000ដែលថៃគូសដោយឯកតោភាគីផងដែរបាទចាំឲ្យច្បាស់បងប្អូនបើទោះបីជាថៃវាប្រើផែនទីវាក៏ដោយខប្រាសាទតាមាន់ធំនេះស្ថិតនៅក្នុងទឹកដីរបស់កម្ពុជាដែរបាទតាមពិតទៅប្រាសាទតាមាន់នេះគឺមានដល់ទៅ2មានតាមាន់តូចនិងតាមាន់ធំបាទប្រាសាទតាមាន់តូចស្ថិតនៅក្នុងទឹកដីរបស់ថៃក៏ប៉ុន្តែប្រាសាទតាមាន់ធំស្ថិតនៅក្នុងទឹកដីប្រទេសកម្ពុជាគៀកទៅនឹងព្រំដែនមែនទែនបាទអញ្ចឹងហើយបានជាថៃវានៅតែបន្តចង់បានទី1ដើម្បីតែប្រជាជនខ្លួនវាបាទដើម្បីតែការគ្រប់គ្រងអីចឹងដោយអាប៊ុនសិនផាក់ខ្លាំងអួតចុយតម្រាយវាយ3ថ្ងៃដល់ពេញ7ថ្ងៃចប់សពគ្រប់វាយមួយខែជាងហើយវាយយកតែព្រំដែនខ្មែរវាយមិនបានផងតែអួតចុយហើយបានចង់ថាបងប្អូនបានស្អីវាយដល់ពេលអត់ឈ្នះខ្មែរហើយរត់ទៅបួសបាត់យកឲ្យខ្លួនសក់អាណាក្បាលហ្នឹងទៅអាណាហ្នឹងអាហ្នឹងដោះស្រាយអញបករឿងអញទៅបាត់ក៏ប៉ុន្តែនិយាយនៅលើវេទិកាអត់អីទេវាយតែ2 3ថ្ងៃចប់សពគ្រប់ឯង7ថ្ងៃចប់ឯងវាយដល់ភ្នំពេញwhat the fuck មិនមែនជំនាន់មុនទេណាខ្មែរឥឡូវចេះច្រើនបាទការវាយប្រហារក៏វាយដោយប្រើប្រាស់ដ្រូនគណនាច្បាស់លាស់ណាឯងមកតាមណាឲ្យចូលតាមណាហើយគឺតែខ្មែរអត់ដែលបង្ហាញសភាវុនតិចទៅតែខ្មែរអត់ហ្មងសម្ដេចនាយកហ៊ុនសែនធ្លាប់និយាយហើយយើងត្រូវដឹងថាឆ្នាំដែលថៃវាវាយយើងដូចជាប្រាសាទព្រះវិហារបាទថៃវាវាយកាន់កាប់បានសួរថាហេតុអ្វីសុកថៃចុះចេញពីប្រាសាទព្រះវិហារបាទចំណុចនោះយើងដឹងហើយសម្ដេចដូចធ្លាប់បាននិយាយដែរថាថៃវាយដល់ពេលខ្មែរដាក់តែ
អាប៊ីអម21 3ច្រែងនាយករដ្ឋមន្ត្រីថៃតែមកសុំចរចាភ្លាមហើយវាបានតែអួតអញ្ចឹងឯងតែលទ្ធផលចុងក្រោយវាគ្មានខ្មេះទេបាទអានេះរាល់ថ្ងៃដោយសារតែកម្ពុជាយើងមិនចង់មានសង្គ្រាមពាក់ព័ន្ធទៅនឹងប្រទេសទេឬក៏ប្រទេសជិតខាងទេចង់រកស៊ីមានបានទាំងអស់គ្នានឹងចង់ឲ្យប្រទេសរីកចម្រើនបាទព្រោះកម្ពុជាគឺជាប្រទេសកំពុងតែអភិវឌ្ឍត្រូវការអភិវឌ្ឍប្រទេសមិនមែនតែធ្វើសង្គ្រាមទេចាស់ឲ្យបានជាកម្ពុជាមិនទិញអាវុធបាទបំផ្លាញលុយទៅលើរបស់អញ្ចឹងប៉ុន្តែជាលទ្ធផលនៅពេលដែលយើងអត់ទិញសភាវុធបាទមានអាណាមើងងាយមានអាប្រទេសជិតខាងនឹងមើងងាយឥឡូវសួរថាតាំងពីឆ្នាំ10 ឆ្នាំជាងមុននៅពេលដែលថៃវាយជាមួយកម្ពុជានោះថៃវាយឈ្នះកម្ពុជានៅវាយដណ្ដើមភាសាព្រះវិននោះវាយមិននឹងទាន់ឈ្នះផងឥឡូវ10 ឆ្នាំក្រោយថាតើកម្ពុជាអភិវឌ្ឍដល់កម្រិតណាអត់គិតដល់ចំណុចហ្នឹងផងហើយផងឲ្យកម្ពុជាហ្នឹងធ្វើថ្មអូកម្ពុជាគ្មានខ្មែរទេវាយតែ2 3ថ្ងៃហ្នឹងសុំថៃចរចាសុំចុះចាញ់ហើយបងប្អូនឥឡូវនេះគ្មានទេវាយចូលមួយខែ2 3ដងទៅហើយវាយក៏នៅឈ្នះខ្មែរវាបាត់ដីទៅមែនហើយបាត់ដីពេលខ្លះក៏ជាយុទ្ធសាស្ត្រអ្នកដឹកនាំគេដែរអើយឯងយកទៅអើយឯងពាត់ដីយកទៅហើយជាមួយទៅប្រាប់អន្តរជាតិថាថៃកំពុងតែឈ្លានពានខ្មែរជួយមើលផងជួយដាក់បន្ទុកជួយចេះជួយចុះឯងនៅពេលដែលឡើងសន្ទរកថានៅលើវេទិកាឯងចាំទៅសួរសំណួរបាទអ្នកកសែតអន្តរជាតិទៅសំណួរអន្តរជាតិគេមានតែគេវិសួរថាយេសួស្ដីលោកតើលោកពិតជាបានឈ្លានពានមកលើប្រទេសខ្មែរមែនឆ្លើយដែរឆ្លើយតងាប់អូខេអរគុណចាំនៅសម្រាប់ការតាមដានទស្សនារបស់ប្រមិត្តគណៈពេលនេះខ្ញុំបាទសូមគោរពនឹងជម្រាបលាយើងនឹងជួបគ្នានៅព្រឹត្តិការណ៍ព័ត៌មានថ្មីៗនិងអាប់ដេតបន្តទៀត